នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការគិតគំនិតស្ថាបត្យកម្មពីគំនូរ sketch ទៅជារូប render បែប animation នៅក្នុងរយៈពេលមួយដ៏ខ្លីហើយនឹងទទួលបានលទ្ធផលមួយដែលល្អសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី1ដែលខ្ញុំបង្ហោះនៅក្នុង channel YouTube របស់ខ្ញុំហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពី process នៃការគិតម៉ូដអគាររបស់ខ្ញុំក្នុងនាមខ្ញុំជាស្ថាបត្យករដែលធ្វើការនៅក្នុងក្រុមហ៊ុន ZHA ដែលអ្នកទាំងអស់គ្នាស្គាល់ថាជាក្រុមហ៊ុន Zaha Hadid អញ្ចឹង process នៃការគិតម៉ូដអគាររបស់ខ្ញុំហ្នឹងគឺខ្ញុំចាប់ផ្ដើមគិតពីការ sketch ធម្មតាបន្ទាប់មកទៀតគឺខ្ញុំធ្វើការតម្លើង 3D ហើយបន្ទាប់មកគឺយើងធ្វើការ render ហើយនឹងយើងធ្វើជា animation អីចឹងប៉ុន្តែ process ទាំងអស់ហ្នឹងគឺយើងអត់ចាំបាច់ចំណាយពេលវេលាច្រើនទេគឺយើងចំណាយពេលវេលាខ្លីទេដោយសារតែ concept មួយគឺมันប្រកបថា client ឬក៏ថ្នាក់លើហ្នឹងគឺគេពេញចិត្តនៅ concept ទាំងអស់ហ្នឹងឯងអញ្ចឹងយើងត្រូវចំណាយពេលខ្លីប៉ុន្តែយើងត្រូវឲ្យវាមានលទ្ធផលដែលវាល្អមែនតើដើម្បីយើងអាចបង្ហាញទៅឲ្យថ្នាក់លើឲ្យគេយល់ពី concept របស់យើងហើយដំណាក់កាលទី1ហ្នឹងគឺតកតងជាមួយនឹងការ sketch ហើយការ sketch ហ្នឹងគឺយើងអត់ចាំបាច់ទាមទារថាយើងត្រូវ sketch ឲ្យបានគ្រប់ជ្រុងទេព្រោះថាការ sketch ការសម័យរបស់យើងហ្នឹងគឺយើងពិបាកក្នុងការសម័យឲ្យបានឃើញជាទម្រង់អគារមួយទាំងមូលណាអញ្ចឹងបើសិនជាក្នុងករណីយើងអាចសម័យឃើញថា concept របស់យើងចង់យើងសម័យឃើញ elevation ខាងមុខគឺយើងធ្វើការ sketch ខាងមុខហ្នឹងទៅបើសិនជាយើងសម័យឃើញពីទម្រង់ខាងលើឬក៏ចំហៀងឬក៏ទម្រង់ខាងក្នុងឬក៏អីហ្នឹងគឺយើងធ្វើការ sketch ទៅតាមការសម័យរបស់យើងនឹងយើងអត់ចាំបាច់ទាមទារថាយើងត្រូវ sketch ឲ្យបានគ្រប់ជ្រុងដល់ជំហានទី2គឺតកតងជាមួយនឹងការតម្លើង 3D ហើយការតម្លើង 3D ហ្នឹងគឺខ្ញុំធ្វើវានៅក្នុងកម្មវិធី Rhino កម្មវិធី Rhino ហ្នឹងគឺជាកម្មវិធីមួយដែលវាងាយស្រួលក្នុងការតម្លើង 3D មែនតើវាមានຂະຫນាតច្បាស់លាស់ហើយនឹងវាអាចធ្វើទៅតាមទម្រង់បត់បែនអីយើងក៏អាចធ្វើទៅតាមកម្មវិធីផ្សេងៗដែរដូចកម្មវិធី SketchUp ឬក៏កម្មវិធី Revit ឬកម្មវិធីអីហ្នឹងទៅតាមកម្មវិធីដែលពួកយើងគិតថាយើងអាចតម្លើងវាបានអញ្ចឹងណាដោយសារតែខ្ញុំជឿថាកម្មវិធី 3D ទាំងអស់គឺវាមានមុខងារនឹងការធ្វើតម្លើង 3D ហ្នឹងគឺវាមានទម្រង់ប្រហែលគ្នាដែរអញ្ចឹងនៅពេលដែលយើងតម្លើង 3D ហ្នឹងគឺយើងព្យាយាមតម្លើងទៅតាម concept របស់យើងដែលយើងបាន sketch ហ្នឹងនៅពេលដែលតម្លើងគឺយើងមានអារម្មណ៍ថាគំនិតរបស់យើងហ្នឹងគឺវាបានច្រើនជាងការ sketch ហ្នឹងអញ្ចឹងមកន័យថាយើងអាចស្វែងយល់ពីអាភាពស្មុគស្មាញពីអាគារហ្នឹងកាន់តែច្រើនជាងការ sketch ហ្នឹងឯងអញ្ចឹងនៅពេលដែលយើងតម្លើងបដាហើយយើងអាចបកមកដើម្បីធ្វើការ sketch បដាទៀតឧទាហរណ៍ថាបើយើង sketch បានតែ elevation មុខឯងអញ្ចឹងនៅពេលដែលយើងតម្លើង 3D តកតងជាមួយ elevation មុខហ្នឹងហើយយើងចង់យើងនៅពេលដែលយើងតម្លើងយើងឃើញទម្រង់ខាងក្រោយវាឬក៏ចំហៀងវាខាងក្នុងវារបៀបមិនអញ្ចឹងគឺយើងបកទៅ sketch ម្ដងទៀតអញ្ចឹងយើងធ្វើការ sketch អញ្ចឹងទៅដើម្បីឲ្យយើងមានគំនិតកាន់តែពេញលេញតកតងជាមួយនឹងគម្រោងទាំងមូលហ្នឹងអញ្ចឹងគឺយើងធ្វើ process ហ្នឹងគឺទៅមកទៅគឺតកតងជាមួយនឹងការតម្លើង 3D ហ្នឹងគឺចុងក្រោយទៅគឺយើងនឹងទទួលបានទម្រង់មួយដែលយើងអាចថា final 3D ដែលយើងចង់បានហើយជាទូទៅយើងកុំស្មុគស្មាញជាមួយនឹងការគិត concept ដំបូងឧទាហរណ៍ដោយសារតែពេលខ្លះយើង sketch អត់ចេញយើងគិតថាconcept ហ្នឹងពិបាកទៅមកអត់កើតអញ្ចឹងតែពិតឲ្យតែយើងគិតបានឲ្យតែយើងអាចគូវាចេញមកបានបន្តិចអញ្ចឹងការតម្លើង 3D ហ្នឹងគឺវាជាជំហានទី2ដែលវាធ្វើឲ្យគំនិតរបស់យើងហ្នឹងវាកាន់តែពរិចទៅអញ្ចឹងមានន័យថាយើងអាចធ្វើវាកាន់តែធំទៅអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំតម្លើងភាគច្រើនគឺយើងអាចចាប់ផ្ដើមបែបហ្នឹងនៅចុងក្រោយយើងនឹងទទួលបាន 3D មួយដែលយើងចង់បានហើយបន្តមកទៀតគឺយើងដល់វគ្គដែលយើងត្រូវធ្វើការ render ហើយប៉ុន្តែដោយសារតែឥឡូវហ្នឹងគឺយើងមាន AI យើងមានអីដែលជួយសម្រួលច្រើនអញ្ចឹងគឺយើងបើសម្រាប់ខ្ញុំគឺខ្ញុំធ្វើការ sketch សិនខ្ញុំធ្វើការគូបន្ថែមអញ្ចឹងណាអញ្ចឹងខ្ញុំគូបន្ថែមតកតងជាមួយនឹង environment ក៏ដូចជាតកតងជាមួយនឹងទេសភាពផ្សេងនៅជុំវិញអគារហ្នឹងដោយអគារដែលខ្ញុំកំពុងតម្លើងនេះអញ្ចឹងគឺខ្ញុំសម័យថាខ្ញុំចង់ឲ្យអគារហ្នឹងស្ថិតនៅក្នុងចន្លងភ្នំអីចឹងណាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមគូផ្ទាំងថ្មសងខាងអញ្ចឹងទៅដើម្បីឲ្យយើងមើលទៅមានអារម្មណ៍ថាអគារហ្នឹងគឺស្ថិតនៅក្នុងចន្លោះក្តាមនៃផ្ទាំងថ្មសងខាងហ្នឹងហើយនៅខាងពីមុខហ្នឹងគឺខ្ញុំសម័យគិតថាចង់ធ្វើជាលក្ខណៈថាវាមានទឹកបែបធម្មជាតិបែបអីចឹងទៅអញ្ចឹងនៅពេលដែលមានពលឺស្មៅឬក៏មានភ្លើងចេញពីអគារចេញពីអីមកអញ្ចឹងទៅគឺវាធ្វើឲ្យទេសភាពហ្នឹងគឺវា reflect ចូលទៅក្នុងទឹកហ្នឹងអញ្ចឹងយើងមើលទៅគឺវាកាន់តែស្អាតកាន់តែ realistic ទៅតាមទម្រង់ដែលយើងចង់បានហ្នឹងទៀតហ
ហើយបន្តមកគឺយើងចាប់ផ្ដើមគូតាក់ទងយើងអាចបន្ថែម detail ដូចជាខ្ញុំដូចរូបដែលខ្ញុំគូអញ្ចឹងគឺខ្ញុំបន្ថែមដូចជាទូកដូចជាមនុស្សដូចជាអីអញ្ចឹងទៅហើយទម្រង់មនុស្សដែលយើងចង់បានហ្នឹងថាកម្ពស់ប៉ុណ្ណាឬក៏ប៉ុណ្ណាហ្នឹងគឺយើងធ្វើការគូ scan នៅក្នុងរូបហ្នឹងបន្ទាប់ពីយើងមានរូបដែលយើងគូបន្ថែមទេសភាពហ្នឹងហើយគឺយើងអាចយកវាទៅ render បានហើយនៅពេលដែលយើងមានអីគ្រប់សពអញ្ចឹងនៅពេលដែលយើងប្រើ AI ដើម្បីធ្វើការ render អញ្ចឹងគឺ AI ងាយស្រួលក្នុងការស្គាល់នៅអីដែលយើងចង់បានដូចជាដូចយើងគូមានមនុស្សមានពលឺមានស្មៅឲ្យច្បាស់លាស់អញ្ចឹងគឺ AI យល់ច្បាស់ហ្មងអញ្ចឹងតកតងជាមួយនឹងការ render ពលឺស្មៅហើយគឺវានឹងធ្វើមកបានលទ្ធផលល្អដូចយើង render ក្នុង V-Ray អីចឹងហើយនេះគឺជាលទ្ធផលដែលខ្ញុំទទួលបានក្រោយពីខ្ញុំធ្វើការ render animation មកយើងឃើញថាទាំងទម្រង់អាគារទាំងទេសភាពមានភ្នំមានទូកមានអីហ្នឹងគឺសុទ្ធសឹងតែជាគំនិតដែលខ្ញុំចង់បានទាំងអស់អញ្ចឹងគឺវាជាការបូកផ្សំចូលគ្នាពីការ sketch មកតារាង 3D ក៏ដូចជាការ sketch បន្ថែមហើយនឹងយើងធ្វើការ render ហើយ process ទាំងអស់ហ្នឹងគឺខ្ញុំប្រើរយៈពេលខ្លីមែនតើអញ្ចឹងមានន័យថាវាងាយស្រួលក្នុងការ develop concept ពី sketch មកដល់ final ក្នុងរយៈពេលមួយដែលខ្លីហើយយើងទទួលបានលទ្ធផលមួយដែលវាល្អមែនតើ